នៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសជប៉ុនគ្មានព្រឹត្តិការណ៍ណាដែលធ្វើឲ្យពិភពលោកតក់ស្លុតនិងភ័យខ្លាចជាងព្រឹត្តិការណ៍វាយប្រហារដោយគាពលនៅស្ថានីយ៍រថភ្លើងក្រោមដីក្នុងទីក្រុងតូក្យូកាលពីឆ្នាំ1995នោះទេប៉ុន្តែអ្វីដែលគួរឲ្យខ្លាចជាងការវាយប្រហារទៅទៀតនោះគឺប្រភពដើមនៃក្រុមដែលនៅពីក្រោយរឿងនេះដែលមានឈ្មោះថាអ៊ុំស៊ីនឌីក្យូរឿងរ៉ាវចាប់ផ្ដើមឡើងនៅពាក់កណ្ដាលសតវត្សឆ្នាំ80នៅពេលដែលបុរសម្នាក់ឈ្មោះស៊ូកូអាសារ៉ាបានបង្កើតថ្នាក់បង្រៀនយូហ្គានិងសមាធិតូចមួយជាមួយនឹងរូបរាងសក់វែងអុកមាត់ស្រងាងនិងអះអាងថាខ្លួនមានអភូតហេតុដូចជាការហោះហើរលើអាកាសអាសារ៉ាបានតាក់ចិត្តយុវជនជប៉ុនជាច្រើននាក់អ្វីដែលភ្ញាក់ផ្អើលបំផុតនោះគឺសមាជិកភាគច្រើនមិនមែនជាមនុស្សរង្វង់ខ្លៅឡើយប៉ុន្តែពួកគេជាបញ្ញវន្តជាវិជ្ជបណ្ឌិតវិស្វករនិងអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យល្បីៗដែលមានអារម្មណ៍ធុញទ្រាន់នឹងសង្គមសម្ភារៈនិយមហើយស្វែងរកអត្ថន័យជីវិតតាមរយៈសាសនានៅពេលដែលក្រុមនេះរីកធំធាត់ដែលមានសមាជិកខ្ទង់10000នាក់អាសារ៉ាចាប់ផ្ដើមបង្រៀននៅមនោគមវិជ្ជាដ៏គ្រោះថ្នាក់មួយហៅថាប៉ៅគាត់បានបកស្រាយខុសពីទ្រឹស្ដីព្រះពុទ្ធសាសនាដោយអះអាងថាការសម្លាប់មនុស្សដែលកំពុងសាងបាបគឺជាការជួយសង្គ្រោះព្រលឹងរបស់ពួកគេឲ្យរួចផុតពីនរកបន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតជាតិក្នុងឆ្នាំ1990កំហឹងអាសារ៉ាបានផ្ទុះឡើងគាត់បានប្រកាសថាពិភពលោកនឹងត្រូវបំផ្លាញដោយសង្គ្រាមលោកលើកទី3ហើយមានតែអ្នកដើរតាមគាត់ប៉ុណ្ណោះដែលអាចរស់បានក្រុមនេះបានចាប់ផ្ដើមបង្កើតរដ្ឋាភិបាលស្រមោលនិងមន្ទីរពិសោធន៍អាវុធគីមីក្នុងទ្រង់ទ្រីធំនៅម៉ោងប្រហែល8ព្រឹកដែលជាម៉ោងមមាញឹកបំផុតសមាជិកជាន់ខ្ពស់5នាក់បានកាន់កញ្ចប់ផ្លាស្ទិកដែលផ្ទុកឧស្ម័នសារីនឡើងរថភ្លើងក្រោមដី5ខ្សែដែលឆ្ពោះទៅកាន់ទីក្រុងតូក្យូពួកគេបានប្រើចុងឆ័ត្រចាក់ទម្លាយកញ្ចប់ថ្នាំរួចចុះចេញពីស្ថានីយ៍ឧស្ម័នដែលគ្មានពណ៌គ្មានក្លិនបានចាប់ផ្ដើមសាយភាយអ្នកដំណើរចាប់ផ្ដើមថប់ដង្ហើមងងឹតភ្នែកនិងដួលសន្លប់មនុស្ស13នាក់បានបាត់បង់ជីវិតភ្លាមៗនិងជាង6000នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលអ្នកខ្លះត្រូវពិការភ្នែកឬខូចប្រព័ន្ធសរសៃប្រសាទអស់មួយជីវិតក្រោយការវាយប្រហារប៉ូលីសបានឆ្មក់ចូលទីស្នាក់ការរបស់ពួកគេហើយរកឃើញរោងចក្រផលិតអាវុធគីមីដែលអាចសម្លាប់មនុស្សរាប់លាននាក់អាសារ៉ាត្រូវបានរកឃើញខណៈដែលកំពុងលាក់ខ្លួនក្នុងជញ្ជាំងអគារក្រោយដំណើរការក្តីអស់ជិត20ឆ្នាំនៅថ្ងៃទី6កក្កដាឆ្នាំ2018ស៊ូកូអាសារ៉ានិងសមាជិកស្នូល12នាក់ទៀតត្រូវបានកាត់ទោសប្រហារជីវិតដោយការព្យួរករឿងរ៉ាវរបស់អ៊ុំស៊ីនឌីក្យូគឺជាមេរៀនដ៏ឈឺចាប់មួយសម្រាប់ពិភពលោកវាបង្ហាញឲ្យឃើញថាសូម្បីតែនៅក្នុងសង្គមដែលរីកចម្រើនបំផុតក៏ជំនឿខុសឆ្គងនិងការលៀងខួរក្បាលអាចប្រែក្លាយមនុស្សឲ្យទៅជាបិសាចបានដែរសូមប្រុងប្រយ័ត្នចំពោះការជឿលើបុគ្គលណាម្នាក់ខ្លាំងពេករហូតបាត់បង់សតិសម្បជញ្ញៈរបស់ខ្លួនឯង